បាទជំរាបសួរថ្ងៃដែរខ្ញុំនឹងចែករំលែកបទពិសោធន៍មួយចំនួននៃការងារចឹងខ្ញុំសូមនិយាយថាខ្ញុំជាដើរតួទេខ្ញុំជាគ្រូចឹងលោកគ្រូនេះជាអ្នកបង្រៀនបាទខ្ញុំដើរតួធម្មតាយើងបង្រៀនកូនសិស្សបង្រៀនថ្នាក់ក្រោមតាមរយៈក្តារខៀនតាមរយៈ slide តាមរយៈផ្សេងៗដែលជាការបង្រៀនចំណែកខ្ញុំទីខ្លះខ្ញុំបង្រៀនគាត់ដោយពិតនិងជាក់ស្ដែងតែម្ដងការងារខ្លះយើងមិនបាច់បង្រៀនគាត់ដោយការសរសេរអក្សរការបត់បង្ហាញអីទេមានថាគេគាត់ចូលមកឆ្លងការងារយើងគឺយើងសួរគាត់ជាអ្វីដែលជាមេរៀនជាអ្វីដែលគាត់អនុវត្តជាប្រចាំថ្ងៃអញ្ចឹងនៅពេលដែលគាត់ចូលមកជួបខ្ញុំតែងតែសួរទៅលើការងាររបស់គាត់តែបច្ចុប្បន្ននេះបងរៀនបានដល់ណាហើយបានសិក្សាវគ្គខ្លីៗណាដែរឬទេឬក៏ការងារបងនឹងមានការវិវត្តទៅណាហើយបានយល់ច្រើនដែរឬទេពេលធ្វើការកន្លងមកជិះគាត់ឆ្លើយរបស់គាត់បានយល់ច្រើនទាក់ទងទៅនឹងការងារលេខាការងារ accounting ការងារ finance ការងាររៀបចំ project ដេញគម្រោងបាទឡើងសួរទៀតកន្លែងទៀតតើក្នុងការងារអូមានការលំបាកច្រើនណាស់តែដល់ធ្វើគម្រោងការរៀបសរសេរការរបៀបគណនាមានការលំបាកទេគាត់ប្រាប់យើងមានការលំបាក1 2 3កន្លែងហ្នឹងតែយើងសួរគាត់ដូចមករៀនគាត់ចឹងហើយយើងបង្ហាញកលឹះដែលគាត់កំពុងតែនិយាយជាមួយយើងហ្នឹងទៅឲ្យគាត់អញ្ចឹងការបង្រៀនវាមានច្រើនបែបអញ្ចឹងខ្ញុំបង្រៀនគាត់ពេលគាត់ចូលមកជួបផ្ទាល់ខ្ញុំសួរគាត់មកសួរសំណួរកលឹះសួរហើយពេលខ្ញុំសួរសំណួរមួយដែលមិនមាននៅក្នុងអ្វីដែលគាត់ធ្វើការបច្ចុប្បន្នហ្នឹងខ្ញុំសួរសំណួរក្រៅហៅថាជាសំណួរកលឹះជាសំណួរគាត់គិតហើយដល់ពេលខ្ញុំសួរគាត់ឆ្លើយគាត់គិតមួយទៅខ្ញុំសួរគាត់ថាការងារហ្នឹងបើសិនជាខ្ញុំដាក់ឲ្យអញ្ចឹងតើបងធ្វើបានអត់ហើយវារបៀបមិននៃការធ្វើអញ្ចឹងខ្ញុំអត់តែធ្វើកិច្ចការហ្នឹងដែរគ្រូអញ្ចឹងបាទហើយអញ្ចឹងឧទាហរណ៍បាទចេះឡារិស័កធ្វើកិច្ចការទៅហើយរៀនគិតហើយទៅសេឲ្យលោកគ្រូហើយមានការជាប់លេខាអាចស្នើទៅអ្នកណាម្នាក់ឲ្យជួយពិនិត្យមើលថាដូចបងប្អូនហ្នឹងដើម្បីឲ្យគាត់ជួយគិតតើចំណុចដែលបងប្អូនដែលធ្វើបានលោកគ្រូឲ្យហ្នឹងតើវាសមស្របអត់អញ្ចឹងគាត់គួយគិតហៅ option ប្រហែល option ឲ្យយើង4 5 option ឬក៏2 option ទៅលើការងារដែលយើងណែគាត់ហើយគាត់ទៅឆ្លងទៅថាលើគាត់បន្តទៀតដល់ពេលគាត់បានការណែនាំការបញ្យល់ហើយគាត់យកទៅឆ្លងយើងបាទដល់ពេលយើងមើលការងារដែលយើងបានដាក់ឲ្យយើងកណ្ដឿគាត់ហ្នឹងគាត់ធ្វើបានល្អមានថាយើងផ្ដល់អ្វីដែលមិនទាន់កាច់បន្លងឲ្យគាត់ចេះដោះស្រាយអញ្ចឹងដល់ពេលខ្ញុំមើលកិច្ចការគាត់ដែលដាក់មកហ្នឹងបានល្អមានថាកិច្ចការដែលគាត់កាន់ផ្ទាល់ហ្នឹងគឺគាត់យល់ហើយឲ្យគាត់មានការសម្រេចចិត្តឲ្យបង្កើតគំនិតមួយថ្មីឲ្យគាត់នឹងដោះស្រាយនៅពេលដែលករណីមានកាត់ឡើងចំពោះកិច្ចការរបស់កាត់អានេះហៅការបង្រៀនមួយដោយមុខទល់មុខតែមកឲ្យគាត់ចេះគិតមានថាយើងដាក់ assignment មួយដែលมันមាននៅក្នុងកម្មវិធីរបស់យើងបរៀននេះតែយើងរួចនឹងគាត់អញ្ចឹងនៅពេលដែលហេតុការណ៍ណាកាត់ឡើងគឺគាត់ចេះដោះស្រាយរួមគាត់ដែរអញ្ចឹងពេលថាការបង្រៀនពេលហ្នឹងមកយើងទៅលើក្តារខៀនទៅលើ slide ទៅអីគឺអ្វីដែលគាត់ធ្វើបច្ចុប្បន្នអាហ្នឹងគាត់ចេះបាទហើយខ្ញុំផ្ដល់ការសម្រេចចិត្តឲ្យគាត់មួយមានជាការពិចារណានិងការ input កំណត់នឹងឲ្យមកជាងគាត់ក៏សម្រេចចិត្តមានថាគាត់ឡើង level ឡើងខ្លះធម្មតាបើគាត់អង្គុយធ្វើការត្រែហើយគាត់អត់មានការលើកចិត្តអត់មានតែចិត្តតែថ្មីយើងគាត់អាចឈប់ពីការងារ resign ពីការងារបើយើងមកថាគាត់អត់ចេះលើហ្នឹងអញ្ចឹងយើងផ្ដល់ការងារណាដែលថ្មីឲ្យគាត់ផ្ដល់កម្រិតថ្មីឲ្យគាត់បានស្វែងយល់ឲ្យកាន់តែស៊ីជម្រៅហាចំណេះវិជ្ជារបស់គាត់នេះកម្បាញ់ចូលគ្នាបាទធ្វើគាត់ចេះគិតគ្រូក្បាលកាន់តែយើងប្រើកាន់តែច្រើនធ្វើយើងកាន់តែខ្លាំងអញ្ចឹងវាដើរគ្រូក្បាលយើងដើរកាន់តែអត់សូវប្រើវាគឺវាស្ពឹកសពុនដូចយើងទៅជីមអញ្ចឹងកាន់តែយើងជីមហ្មងថ្ងៃគ្រូប្រាណយើងគឺរឹងមាំស្អាតអស់ក្បាប់ពុះអស់ខ្លាញ់ប៉ុន្តែបើយើងអត់ទៅជីមគ្រូក្បាលអត់ជីមអត់វឹកហាត់អត់អានអត់អនុវត្តវាយូរទៅវាទៅទីធម្មតា
ពឹកសពន់ដូចរាងកាយរបស់យើងចឹងតែមិនថាយើងប្រើវាឲ្យក្តៅរត់អត់ឆេះអេក្តៅអត់ទេយើងប្រើវាឲ្យវាទៅស្រោមស្រោមនៅតែវាមាននៅយើងមានកម្រិតវិធានខ្លាំងពេលតែពេលខ្លះយើងប្រើអត់អស់បាទសូម្បីតែគូក្បាលយើងពេលយើងប្រើអត់អស់វាចេះច្រើនពេលណាយើងប្រើអត់អស់តែប្រើអស់វាអាចនឹងភ្លេចតែបើយើងប្រើវារាល់ថ្ងៃយូរទៅគឺវានឹងចាំវានឹងចេះពីការហ្នឹងតាក់ទងទៅនឹងការងារខ្លះយើងអត់ចេះប្រើទេប៉ុន្តែយើងព្យាយាមលុកវា3 4 ដងធ្វើវាត្រែយើងនឹងចាប់ហើយយើងចេះការងារហើយយើងអាចទៅមកតង់ទៀតចឹងការងារវាមករៀនយើងវាបានរៀនតែទោះតែមនុស្សយើងមានឆន្ទៈយើងអាចធ្វើដែរបើដាក់តាមប្រើនឹកឃើញចង់នឹកឃើញមិនចង់គឺអត់ការទេយើងធ្វើជាប្រចាំអញ្ចឹងខ្ញុំបរៀនកិច្ចការអត្ថក្រមរបស់ខ្ញុំតាមរយៈចិត្តបបបង្ហាញជារឿងមួយរបាយការណ៍ជារឿងមួយតែអ្វីដែលខ្ញុំសួរគាត់មួយទល់មួយហើយគាត់មានភាពខ្លាំងในការឆ្លើយពេលខ្លះគាត់កាន់កិច្ចការខ្លះណាគាត់អត់ចាំទេយើងសួរគាត់វិញមកគាត់ភ័យគាត់វិញដល់ពេលយើងសួរសំណួរមួយយើងឲ្យកំណត់មួយយើងផ្ដល់ឱកាសគាត់មួយតែយើងសួរនឹងនេះមួយបណ្ដោគាត់សួរនេះមួយតែនាំផ្ដល់ស្អីទុកចិត្តឲ្យទៅថ្នាក់ក្រោមគាត់សប្បាយចិត្តហើយគាត់ឆ្លើយមកគាត់អត់មានសម្ពាធទេបើយូរសួរវាឲ្យសម្ពាធតែគាត់ក៏មានការលំបាកដែរខ្ញុំតែធ្វើការខ្ញុំផ្ដល់ឱកាសឲ្យគាត់ខ្លាំងជាងមុនមានការសម្រាប់ខ្លាំងជាងមុនទោះគាត់នៅជាមួយយើងឬក៏មិននៅជាមួយយើងក៏ដោយគាត់ទៅកន្លែងផ្សេងគាត់នឹងខ្លាំងហើយនៅកន្លែងផ្សេងគេយកគាត់គេទៅសើថាអូនខ្លាំងពីកន្លែងចាស់មកដល់កន្លែងថ្មីគឺមិនអូនប្លែកអានេះវាជាមោទនភាពយើងមួយហើយទៅចាំថាការងារគេមិនធ្វើមួយជីវិតទេអាចតែថ្ងៃណាមួយគេឈប់5 ឆ្នាំ 10 ឆ្នាំ 20 ឆ្នាំណាទៅដល់ចូលនិវត្តន៍ក៏មានដែរតាមប្រភេទការងារដែលគាត់ចំណងជាមួយចិត្តរបស់គាត់អញ្ចឹងការបង្រៀននេះគឺមានរូបភាពច្រើនណាស់ហើយអ្វីដែលខ្ញុំចេះគឺខ្ញុំជឿថាខ្ញុំក៏រៀនដែរខ្ញុំអត់ចេះមកឯងទេខ្ញុំស្ដាប់បណ្ឌិតខ្ញុំរៀនតាម YouTube ខ្ញុំអានសភៅហើយខ្ញុំស្ដាប់អនុសាសន៍ឬក៏ស្ដាប់បទបង្ហាញរបស់ថ្នាក់នាំរបស់យើងនៅពេលដែលគាត់ថ្លែងប្រកាសថាចំណុចសំខាន់ហ្នឹងគាត់ទៅលឹះដោយគោលនេះហើយដែលយើងរៀនសូត្របន្ថែមចំណេះវិជ្ជាគឺយើងត្រូវការជាប្រចាំដូចយើងញ៉ាំអាហារដូចពេលហ្នឹងយើងកាន់តែរៀនយើងកាន់តែចេះបទពិសោធន៍នៅចំណេះប្រយោជន៍ដល់ទន្ទឹមនេះគឺយើងខ្លាំងណាស់ហើយខ្ញុំឲ្យតម្លៃទៅលើចំណេះវិជ្ជាហើយនឹងបទពិសោធន៍យើងមានចំណេះវិជ្ជាប៉ុន្តែយើងមានបទពិសោធន៍យើងបាក់បង្ហាញគេហើយដូចខ្ញុំបង្ហាត់បង្រៀនទៅថ្នាក់ក្រោមមកខ្ញុំចឹងមានថាខ្ញុំមានបទពិសោធន៍ខ្ញុំមានចំណេះបាទខ្ញុំអាចទៅបង្រៀនពួកគាត់បានបើស្នេហ៍ខ្ញុំមានតែចំណេះអត់បទពិសោធន៍ខ្ញុំមកយកទៅគាត់មិនខ្ញុំព្រោះបាទដែរដោយសារខ្ញុំអត់បានឆ្លងកាត់អញ្ចឹងបទពិសោធន៍នេះគឺដើរទៅជាមួយនឹងចំណេះដឹងរបស់យើងដើរទៅគ្នាខ្ញុំតែងតែលើកចិត្តបងប្អូនដែលជានិស្សិតបើសិនជាបងរៀនហើយបងអាចមានពេលណាមួយទៅធ្វើការក្រៅមកបន្ថែមអូនគុណពីនៃពេលវេលាមានន័យថាអូនរៀនផងធ្វើការផងនៅដល់ពេលអូនចប់មហាវិទ្យាល័យឆ្នាំទី4អូនចូលទៅការឆ្នាំទី2អូនបទពិសោធន៍3ឆ្នាំនៅពេលដែលអូនដាក់ CV ចូលធ្វើការកន្លែងផ្សេងអូនមានឱកាសនៃការជាប់ shortlist ឬក៏ជាប់តែម្ដងដោយសារអីគេគឺបងមានបទពិសោធន៍3ឆ្នាំនៃការសិក្សាផងហើយនឹងការធ្វើការផងអញ្ចឹងបងអតិភិបគឺច្រើនអ្នកខ្លះទៀតគាត់អត់សូវផ្ដោតទៅលើការធ្វើការក៏គឺរៀនសិនល្អដូចគ្នាអីដូចគ្នាក៏ប៉ុន្តែយើងកុំបបផ្សោតតិចហើយគេអ្នកធ្វើការគេរៀនផងអញ្ចឹងបបផ្សោតគេមិនថាបបផ្សោតនេះគឺមិនងាយរកទេបងធ្វើការប៉ុណ្ណាចេះប៉ុណ្ណាមកក៏ធ្វើការចេះទៀតដល់តែយើងព្យាយាមសិក្សាវាព្យាយាមមានសំណួរមានចម្ងល់សួរសំណួរពេលខ្លះយើងសួរយើងចាក់ប្រធានគេអាចនឹងសោតយើងថាសួរសំណួរចាក់ប្រធានតែពេលខ្លះអូនឆ្ងល់សំណួរហ្នឹងអញ្ចឹងអូនសួរមិនខុសទេពេលតែឆ្ងល់យើងទៅសួរទៅវាគ្មិនគឺត្រូវមានថាអូនឆ្ងល់សំណួរហ្នឹងអញ្ចឹងមកសុំឲ្យវាគ្មិនឆ្លើយសំណួរហ្នឹងទៅវាចាក់ប្រធានសំខាន់យើងសួរសិនបើគេឆ្លើយបានជាការល្អពេលហ្នឹងសំណួរចាក់ប្រធានដោយសារអូនមិនយកពីសំណួរហ្នឹងក៏បងអូនអាចសួរបានដែរព្រោះវាថាវាគ្មិនគាត់ចេះច្រើនឬគ្រូគាត់ចេះច្រើនបាទអញ្ចឹងខ្ញុំចង់ប្រាប់មកវិញការបង្រៀនទៅថ្នាក់ក្រោមគឺមានរបៀបរៀនច្រើនណាស់ការផ្ដល់ឱកាសឲ្យគាត់បាទឲ្យគាត់
បញ្ចេញកំណត់គាត់ឬក៏ឲ្យគាត់បង្កើតអ្វីដែលថ្មីមួយទៀតខ្ញុំលើកជាស្ដែងបងអូននេះក៏រៀនច្បាប់បាទប៉ុន្តែគាត់មកធ្វើការផ្នែកដាក់លិខិតទៅតាមផ្ទះរបស់អតិថិជនបាទអញ្ចឹងច្បាប់គាត់រៀនមកគាត់បានប្រើជាផ្លូវការគឺគាត់បានរៀនច្បាប់មកធ្វើជាអ្នករត់សម្បត្តិដើរដាក់ឯកសារផ្សេងៗគឺអត់ចាំទេអញ្ចឹងក្នុងនេះមានជាថ្នាក់ដឹកនាំយើងត្រូវមើលទៅលើ CV ហើយទៅមើលទៅលើឆន្ទៈរបស់គាត់ខ្ញុំហៅគាត់ប្រជុំសួរថាបងអូនរៀនច្បាប់អញ្ចឹងការងារមិនសមនឹងបងអូនធ្វើខាងហ្នឹងអញ្ចឹងវាអត់មានន័យថាអាប់ដេតច្បាប់បងអូននេះអាចនឹងភ្លេចអញ្ចឹងខ្ញុំឲ្យគាត់បង្កើតជាគំនិតធម្មតានៅក្រុមហ៊ុនមួយគេមានលក្ខខណ្ឌនិកាគេមានការចងច្បាប់ផ្សេងៗឲ្យគាត់បង្កើតតែចុះឲ្យសិក្សាពីក្រុមហ៊ុនយើងនេះក្រុមហ៊ុនnàyលក់ម៉ាស៊ីនបូមទឹកលក់ឡានលក់ម៉ូតូលក់គោយន្តលក់ស្បែកជើងចុះឲ្យចងលក្ខខណ្ឌនិកាឲ្យខ្ញុំបង្កើតអ្វីជាកុងត្រាថ្មីឬអ្វីដែលថ្មីគាត់មួយគិតអាហ្នឹងដែលចំជំនាញរបស់គាត់ចុះមកគាត់គិតហើយសាល់បោហ្នឹងអាចមានការលំបាកតិចណាអត់អីអនុវត្តសិនឆ្ងល់សួរព្រោះខ្ញុំចង់ឲ្យបងអូនធ្វើការចំជំនាញដែលបងអូនបានរៀនបងអូនចេះតែបងអូនមកហើយធ្វើការខុសជំនាញដែលបងអូនមានការមិនឲ្យមានការសិនដើម្បីមានប្រាក់ខែដើម្បីទុកទៅការចំណាយប្រចាំថ្ងៃក៏ដូចជាការបង់សាលាតែយើងត្រូវជាអ្នកដឹកនាំត្រូវមើលទៅលើ CV របស់គាត់ចឹងរឿងគាត់ធ្វើអង្គុយ office ដែលសល់ពីការងារតាក់ទងនឹងការដើរដាក់អីផ្សេងៗគាត់គួរគិតឲ្យយើងហើយយើងដាក់ deadline ឲ្យគាត់មួយហើយយើងឲ្យគាត់រើសទៅអ្វីដែលគាត់បានដឹងពីក្រុមហ៊ុនយើងឲ្យគាត់ចូលពីច្បាប់លក្ខន្តិកៈគាត់ចូលក្នុងឯងដើម្បីរបៀបមកនឹងដែលយើងប្រដៅទៅហ្នឹងយើងបដិបដាគាត់ចឹងអ្វីដែលគាត់រៀនមកពីមហាវិទ្យាល័យរបស់គាត់នឹងយល់គាត់មកបានហើយគាត់សប្បាយចិត្តនៅចំអ្វីដែលគាត់ចង់ធ្វើបាទយើងដាក់ចំទៅរបស់គាត់មកពីណាការងារខ្លះគាត់ធ្វើដើម្បីដោះស្រាយភាពប្រចាំថ្ងៃគាត់សិនហើយយើងឲ្យគាត់ធ្វើការឲ្យចំនៅអ្វីដែលគាត់បានរៀនហើយទុនធានរបស់យើងបន្តហើយខ្ញុំនៅតែសារថាធនធានគឺសំខាន់ណាស់មិនថាក្នុងផ្ទះយើងក្រុមហ៊ុនយើងប្រទេសយើងកាលណាដែលសម្បូរធនធានហើយគឺរីកចម្រើនហើយក្នុងផ្ទះយើងមានអ្នកចេះ5នាក់គ្រួសារនឹងឡើងក្រុមហ៊ុនមានអ្នកចេះ5នាក់ក្រុមហ៊ុននឹងឡើងប្រទេសយើងមានអ្នកចេះ1លាននាក់2លាននាក់រហូតដល់7លាននាក់គឺឡើងដល់កម្រិតកំពូលតែម្ដងតែវាមិនពេញទាំងអស់ទេគាត់ថាបើសិនជាមានដល់ប៉ុណ្ណឹងចឹងបានប្រទេសយើងខិតខំណាស់កសាងអភិវឌ្ឍកសាងទីមនុស្សបណ្ដុះបណ្ដាលទីនោះទៅរៀនសុខគេទាំងក្រុមហ៊ុនទាំងអីតែក្នុងគ្រួសារយើងនេះក៏ពុកម្ដាយបងយើងបងប្អូនយើងមានបណ្ដុះបណ្ដាលធនធាននោះក្នុងគ្រួសាររបស់គាត់ដែរបាទក្នុងគ្រួសារខ្ញុំពុកម្ដាយខ្ញុំបងប្រុសម្ដាយខ្ញុំទៅរៀនធនធានមនុស្សបាទក្រុមហ៊ុនបញ្ជូនបុគ្គលិកទៅរៀនវគ្គខ្លីៗគេសុខcareដើម្បីក្រុមហ៊ុនគេឡងប្រទេសជូនសិស្សនិស្សិតទៅរៀននៅខែរៀនក្នុងសុខទៅជុំចូលទៅការលើរដ្ឋតាមស្ថាប័នផ្សេងៗនោះហើយស្ថាប័ននេះចម្រើនចឹងមកថាម្ដងមកនេះប្រទេសយើងគឺយើងមានសុខសន្តិភាពសម្បូរសប្បាយរីកចម្រើនវិស័យផ្សេងៗរចនាសម្ព័ន្ធទូទាំងថ្នាក់ខេត្តស្រុកគឺយើងស្អាតទឹកភ្លើងយើងទៅដល់សង្ខេបគ្រប់កន្លែងហើយបាទទូទឹកឯកជនក៏ដោយក៏យើងមានទឹកការប្រើភ្លើងឥឡូវទៅដល់ប្រើ solar ទៀតដើរដាក់តាមភូមិសម័យតែភូមិបងខ្ញុំនៅព្រៃស្ងួរក៏មាន solar ដែលបំភ្លឺផ្លែចឹងខ្ញុំចង់បង្ហាញបន្តិចខាងនេះដែរតទៅការដកដោយការបង្រៀនថាបុគ្គលិកក្រមរបស់យើងតាមរយៈនៃការហៅគាត់នឹងដាក់ផែនការនឹងដាក់ការងារគាត់ធ្វើបាទហើយគាត់មានការសម្រេចចិត្តចឹងវីដេអូរបស់ខ្ញុំសិនលើកទៅមានការខ្វះខាតចន្លោះណាមួយសូមមេត្តាខន្តីទេអត់ហើយទោះនេះជាការចែករបស់ខ្ញុំបាទចង់និយាយថាខ្ញុំដើរតួខ្ញុំជាគ្រូជាអ្នកបង្រៀនបាទអរគុណច្រើន